បាទសួស្តីវីដេអូនេះខ្ញុំចង់បង្ហាញបន្តិចពាក់ព័ន្ធជាមួយនឹងរបៀបនៃការធ្វើកាតបាទធ្វើកាតបែបនេះហើយយើងប្រើប្រាស់ AI អញ្ចឹងដើម្បីធ្វើបានយើងត្រូវមានរូបថតធម្មតាមួយមកបាទដូចខ្ញុំមានរូបថតរបស់គាត់នេះអញ្ចឹងយើងថតចឹងមកយើងឲ្យគេថតឲ្យស្អាតទៅបាទធ្វើសក់ធ្វើឲ្យស្អាតទៅហើយមួយទៀតគឺយើងត្រូវមានយើងចូលអ៊ីនធឺណិតទៅយើង search Google Gemini ខ្ញុំប្រើ Gemini ដើម្បីធ្វើការហ្នឹងហើយចុងក្រោយគឺយើងមានកម្មវិធី Photoshop Photoshop ហ្នឹងវាអត់សំខាន់ទេអ្នកនរគ្នាមានកម្មវិធីផ្សេងអីក៏អាចធ្វើបានដែរអាហ្នឹងយើងយកសម្រាប់តែក្របរូបហ្នឹងទេណាអញ្ចឹងអ្នកនរគ្នាអាចក្របតាមទូរស័ព្ទឬក៏អីបានដែរហើយកុំព្យូទ័រទូរស័ព្ទគឺរបៀបធ្វើវាដូចគ្នាទេតោះអញ្ចឹងចាប់ផ្ដើមដំបូងឡើយគឺយើងត្រូវទៅរូបយើងថតរូបស្អាតមកដូចខ្ញុំនេះមានរូបនេះហើយបាទអញ្ចឹងខ្ញុំកត់ផ្ញើរូបនេះមកអញ្ចឹងបាទតមកទៀតយើងចូល Google ទៅបាទយើងវាយ Gemini មកបាទ Gemini នេះបាទអញ្ចឹងយើងចូលទៅ Google Gemini នេះបាទតមកដល់នេះយើងចុចសញ្ញាបូកនេះបាទកន្លែង add file នេះតមកយើងចុច upload file បាទហើយយើងយករូបនេះបាទរូបថតដែលយើងថតហើយហ្នឹងបាទតមកទៀតយើងត្រូវប្រើ prop code នេះបាទprop របស់ខ្ញុំសេតែប៉ុណ្្នឹងទេបាទ copy មកបើអ្នកចង់បានprop មួយហ្នឹងចាំខ្ញុំតម្លាក់អញ្ចឹងអាហ្នឹងខ្ញុំដាក់ថាអានេះលុបមិនទេបាទអញ្ចឹងទៅដាក់ប៉ុណ្្នឹងមកបាទឲ្យយើងឲ្យវាធ្វើរូបហ្នឹងឲ្យដូចជារូប photo card អញ្ចឹងទៅហើយឲ្យគាត់ពាក់អាវ business អាវ crochet ហើយជាមួយនឹងអានេះគេហៅថាក្រវ៉ាត់កពណ៌ខៀវហើយ background ពណ៌សតោះមកយើងចុច next ទៅចឹងរងចាំវាបន្តិចទៅវាកំពុងតែ generate រូបឲ្យយើងហើយបាទចឹងបន្ទាប់ពីរងចាំប្រហែល1នាទីនេះគឺរូបភាពវាបាន generate មកហើយអញ្ចឹងបន្ទាប់មកយើងចុចធ្វើការ download ទៅបាទធ្វើការ download file ហ្នឹងទៅបាទអញ្ចឹង download ហើយយើងទៅបើកមើល file ទៅបាទនេះខ្ញុំសុំលុបនេះចោលនេះទៅ download មិញហើយបន្ទាប់មកទៀតយើងត្រូវបើក Photoshop បាទអញ្ចឹងបើក Photoshop មកឬក៏កម្មវិធីអីក៏បានដែរសំខាន់គឺយើង download រូបនេះបានហើយបាទនេះគឺរូបដែលយើង download ពី Gemini ដែលយើងឲ្យវា generate មិញហ្នឹងបន្ទាប់មកទៀតយើងបើនៅក្នុង Photoshop អ្នកនរយកនេះកាតណាបាទនេះគឺ size របស់កាតគឺ3 cm ផ្ដេកហើយនឹងប្រឈរ4 cm resolution 300យ៉ាងមកហើយបន្ទាប់មកយើងចុច create ទៅ Photoshop នេះប្រើសម្រាប់តែក្របទេអញ្ចឹងបើអ្នកនរគ្នាប្រើទូរស័ព្ទក៏អាចធ្វើការក្របបានដែរយើងក្របដោយកម្មវិធីទូរស័ព្ទរបស់ទូរស័ព្ទតែម្ដងក៏បានឬក៏កម្មវិធីផ្សេងក៏បានដែរបាទអញ្ចឹងយើងអស់រូបនឹងដាក់ចូល Photoshop មកបាទបន្ទាប់មកយើងក្របវាទៅហើយយើងទាញរូបឲ្យធំចេះមកមើលទៅតំណងបាទ enter ទៅបាទអញ្ចឹងតែប៉ុណ្្នឹងគឺរួចហើយបាទហើយបន្ទាប់មកយើង save ជា JPG ទៅបាទអញ្ចឹងអានេះងាយទេហើយការធ្វើគឺវាមិនអស់លុយទេបាទអញ្ចឹងយើងដាក់ខាតទៅហើយយើង save ទៅបាទអញ្ចឹងយើងទទួលបានរូបកាតមួយហើយនេះបាទនេះអញ្ចឹងធ្វើអត់អស់លុយទេបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះជាការចែករំលែកមួយដែរបាទអរគុណច្រើនជម្រាបលា